ត្រូវការរបស់កម្ពុជារាប់ពាន់សន្លឹកបានធ្លាក់ទៅដល់ដៃជនបរទេសអនឡាញ scam ក្រោយមន្ត្រីការទូតជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានសារភាពលួចយកទៅប្រើប្រាស់ខុសច្បាប់ជាង 6000 សន្លឹកខណៈ 4000 សន្លឹកទៀតអង្គភាពប្រឆាំងអំពើពុករលួយ ACU កំពុងតាមរកតែមន្ត្រីរូបនោះថាកំទេចចោលអស់ហើយមន្ត្រីរូបនោះគឺលោកថោសំណាងអាយុ 46 ឆ្នាំជាទីប្រឹក្សាក្រសួងការបរទេសមានឋានៈស្មើអគ្គនាយកនិងជាមន្ត្រីក្នុងក្របខ័ណ្ឌការទូតជាន់ខ្ពស់លោកសុយច័ន្ទវិចិត្រអ្នកនាំពាក្យ ACU ប្រាប់ News Today នៅថ្ងៃទី 21 ខែសីហាថាការនាំលោកថោសំណាងទៅកាន់ ACU គឺដើម្បីសាកសួរប្រមូលព័ត៌មាននិងបំភ្លឺអំហេតុពាក់ព័ន្ធបទល្មើស online scam ហើយនៅដំណាក់កាលនេះលោកមិនទាន់ស្ថិតក្រោមការឃាត់ខ្លួននៅឡើយទេក្នុងពេលសាកសួរលោកថោសំណាងបានឆ្លើយសារភាពថាបានលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង CEX ជាង 6000 សន្លឹកទៅប្រើខុសច្បាប់ទិដ្ឋាការប្រភេទនេះក្រសួងការបរទេសផ្ដល់ដល់អ្នកស្នើសុំដែលមានលក្ខខណ្ឌគ្រប់គ្រាន់លោកអោមចន្ទៀងប្រធាន ACU ប្រាប់សារព័ត៌មានក្នុងស្រុកថាសន្លឹកទិដ្ឋាការដែលលោកថោសំណាងបានបញ្ចេញដោយខុសច្បាប់ត្រូវបានជនបរទេស online scam ប្រើប្រាស់ក្រៅពីជាង 6000 សន្លឹកនេះនៅមានទិដ្ឋាការ 4000 សន្លឹកទៀតដែល ACU កំពុងតាមរកប៉ុន្តែលោកថោសំណាងអះអាងថាបានកំទេចចោលតាមប្រវត្តិរូបដែលផ្សាយក្នុងគេហទំព័រក្រសួងការបរទេសកម្ពុជាលោកថោសំណាងមានប្រវត្តិការងារជាង 20 ឆ្នាំនៅក្រសួងការបរទេសលោកចាប់ផ្ដើមបម្រើការងារនៅនាយកដ្ឋានកិច្ចការច្បាប់និងកុងស៊ុលតាំងពីឆ្នាំ 2002ធ្លាប់កាន់តួនាទីជាលេខាទី1នៅបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមុនឡើងជាបន្តបន្ទាប់រហូតក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុលនិងព្រំដែនចាប់ពីឆ្នាំ 2018 ហើយពីថ្ងៃទី 9 ខែមេសាឆ្នាំ 2026 លោកត្រូវបានបញ្ចប់មុខតំណែងពីអគ្គនាយកដោយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងជំនួសវិញនិងមានឋានៈស្មើអគ្គនាយកខ្ញុំរស់សុធាពី News Today NTTV